ក្រោយវរៈកងទ័ពដ៏អង្អាចរបស់កម្ពុជាបាញ់ត្រូវចំទំនោះជាកំទេចឃ្លាំងគ្រាប់ឬក៏ឃ្លាំងប្រេងរបស់សៀមឲ្យឆេះសន្ធោសន្ធើរួចមនុស្សឥឡូវនេះសៀមកំពុងតែខ្លាចស្រមោលខ្លួនឯងលេងទុកចិត្តសុំបីទៅបរតខ្លួនហើយថែមទាំងដេករកនឹករកលេះយកមកចោទកម្ពុជាជាថ្មីថាបានជួលបរទេសឲ្យធ្វើចារកម្មឬវាយប្រហារលើមូលដ្ឋានយោធារបស់សៀមនៅក្នុងខេត្តនគររដ្ឋឆាស៊ីម៉ាថែមទៀតផងយោងតាមគេហទំព័រ Tiger News បានចុះផ្សាយថានៅលើទំព័រ Facebook ផ្លូវការរបស់ប៉ុស្តិ៍នគរបាលផុងក្រុងបានបង្ហោះសារមួយនៅម៉ោង 6 ល្ងាចថ្ងៃទី 14 នៅក្នុងខែធ្នូនេះដោយរៀបរាប់ថាស្នងការនគរបាលខេត្តនគររដ្ឋឆាស៊ីម៉ាបានទទួលព័ត៌មានមកថាមានជនសង្ស័យត្រូវបានជួលដោយកម្ពុជាដើម្បីវាយប្រហារលើតំបន់យោធាសំខាន់ហើយជនសង្ស័យបរទេសទាំងនោះបានប្រើប្រាស់ដ្រូនដើម្បីជាផ្នែកនៃការស៊ើបការឬក៏ប្រតិបត្តិការវាយប្រហារដែលផ្ដោតទៅលើទីតាំងយោធាក្នុងនោះរួមទាំងមូលដ្ឋានទ័ពអាកាសខារ៉ាត់ផងដែរបើទោះបីជាយ៉ាងណាក៏ដោយមិនដឹងថាមានរឿងអ្វីទេក្រោយមកសារនោះត្រូវបានលុបចោលវិញមិនត្រឹមតែប៉ុណ្ណោះមានសេចក្តីរាយការណ៍សូម្បីតែប្រត់ខ្លួនឯងក៏សៀមលេងទុកចិត្តគ្នាឯងដែរក្រោយមានសេចក្តីរាយការណ៍ថាអំឡុងពេលប្រយុទ្ធគ្នាយ៉ាងក្តៅកគុកកាលពីល្ងាចមិញវរៈកងទ័ពដ៏អង្អាចរបស់កម្ពុជាបានប្រើប្រាស់ BM21 ដាក់ចំគោលដៅរបស់ខ្មាំងសត្រូវធ្វើឲ្យឆេះសន្ធោសន្ធៅទំនងជាឃ្លាំងគ្រាប់របស់សៀមនៅទិសសមរភូមិទល់មុខប្រាសាទព្រះវិហារការចោទប្រកាន់ខាងលើរបស់សៀមមកលើកម្ពុជាថាជួលបរទេសគឺមិនមែនជាលើកទី1ទេនិយាយឲ្យចំរាល់លើកឲ្យតែវរៈកងទ័ពរបស់កម្ពុជាដាក់ចំគោលដៅបាឡោសៀមតែងតែចោទប្រកាន់ខុសទំនងបែបនេះប៉ុន្តែសូមផ្ដាំទៅសៀមវិញថាត្រឹមបង្ហោះដ្រូនកូនខ្មែរដេកហួចបង្ហោះហើយបើនិយាយអំពីរឿងផ្គុំកូនខ្មែរប្រែក្លាយជាដ្រូនស៊ីវិលទៅជាដ្រូនប្រយុទ្ធឬក៏ដ្រូនអត្តឃាតត្រឹមតែមួយប្រព្រឹត្តភ្នែកសម័យរស់ក្រោមដំបូលសន្តិភាពមិនខ្វះឡើយកូនខ្មែរដែលពោពេញទៅដោយសមត្ថភាពហើយអ្វីទាំងអស់នេះបានស្ដែងឲ្យឃើញច្បាស់រួចមកហើយថាតាមរយៈវិធីតាំងពិព័រណ៍បច្ចេកវិទ្យានិងផលិតផលដោយកូនខ្មែរជាដើមនេះជាលទ្ធផលដែលសៀមធ្លាប់តែមើលងាយមើលស្រាលមកលើកម្ពុជានៅពេលកន្លងមកដាក់ឲ្យសោកភ្នែកឲ្យចឹងខ្លះទើបអន់ចង់